ជួយសួរលោកគ្រូខ្ញុំបាទឈ្មោះអង្គជាដាវីតមកពីក្រុម SU10 អញ្ចឹងថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូការងារថ្មីដែលលោកគ្រូដាក់ឲ្យអញ្ចឹងឥឡូវយើងធ្វើការ connect ជាមួយ ASX របស់យើងអូខេ password អូខេឥឡូវយើងចូលមកដល់ ASX របស់យើងហើយអញ្ចឹងrequirement ដំបូងគឺយើងឆែកទៅលើ user របស់យើងអញ្ចឹងនេះគឺជាឈ្មោះរបស់ខ្ញុំបន្ទាប់មកយើងធ្វើការ list ហើយ text 3 line ចឹងយើង lx ដក xl នេះ lx ls ដក lx head ដក3អូខេអញ្ចឹងយើងធ្វើការ list 3 line មកហើយបន្ទាប់មកយើងធ្វើការ create file អូខេចឹងយើងធ្វើការដាក់មិញយើងមាន job ចឹងយើងវាយ job ទាំងអស់មកអូខេអញ្ចឹងឥឡូវយើងធ្វើការ control x ហើយយើង save ទៅលើ file ហ្នឹងយើងចុច control y ហើយយើង escape ហើយយើង enter escape មកបន្ទាប់មកយើងឆែកមើលទៅលើ file ដែលយើងបង្កើតមិញយើង list វា job.tt អូខេអញ្ចឹងនេះ line ដែលខ្ញុំបានសរសេរមិញមាន5 line ហើយយើងធ្វើការ list វា3 line show វានៅក្នុង terminal អូខេ wait tt wait ដក3អូខេអញ្ចឹងឥឡូវវាចេញមកហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងសូមអរគុណលោកគ្រូ
ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះអង្គជាដាវីតមកពីក្រុម SU10 អញ្ចឹងថ្ងៃនេះដែរខ្ញុំមកធ្វើ project តាក់ទងជាមួយ AWS ដែលយើងត្រូវ verify ជាមួយ laptop របស់យើងដើម្បី connect ទៅ server អញ្ចឹងជាជំហានដំបូងគឺយើងត្រូវមាន account AWS អញ្ចឹងខ្ញុំបានបង្កើតរួចរាល់ហើយចំពោះទី2គឺយើងត្រូវបដូរទីតាំងគឺយើងបដូរមក Ohio ហើយចំណុចបន្ទាប់គឺយើង search EC2 ហើយយើងធ្វើការ launch instance ហើយយើង put name របស់យើង select Ubuntu ហើយនឹងយើង create new key pair របស់យើងហើយបានយើង launch instance តែដោយសារតែខ្ញុំបានបង្កើតរួចរាល់ហើយអញ្ចឹងពេលដែលយើងបង្កើតហើយវានឹងចេញបែបនេះអញ្ចឹងតែពេលដំបូងពេលយើងបង្កើតហើយហ្នឹងគឺកន្លែង status check នេះគឺវានៅ load initialize អញ្ចឹងវានៅ check សិនបន្ទាប់ពីយើងរងចាំរយៈពេលមួយសន្ទុះហើយគឺវាបាន load បែបនេះមានន័យថាយើងអាចប្រើប្រាស់បានអញ្ចឹងជាបន្ទាប់ដើម្បីយើងអាច connect ទៅ server របស់យើងបានគឺយើងចូលកន្លែង instance ID បន្ទាប់មកយើងយកពាក្យ connect វានឹងចេញផ្ទាំងបែបនេះអញ្ចឹងយើង choose ទៅលើ SSH client អញ្ចឹងវានឹងប្រាប់ពីវិធីដើម្បីយើងអាច connect មួយ SSH របស់យើងបានអញ្ចឹងនេះគឺជា SSH របស់ខ្ញុំដើម្បី connect អញ្ចឹងឥឡូវខ្ញុំធ្វើការ copy តែមុននឹង copy គឺយើងត្រូវឆែកមើល file របស់យើងថា key pair របស់យើងគឺនៅក្នុង folder របស់យើងអត់អូខេអញ្ចឹងវានៅក្នុង folder របស់យើងអញ្ចឹងឥឡូវយើង copy មិនហើយយើង paste ចូលហើយយើងធ្វើការ enter អញ្ចឹងបន្ទាប់ពីយើង enter ហើយវានឹងចូលបែបនេះតែសម្រាប់ពេលដែលយើងចូលដំបូងហ្នឹងវានឹងសួរ yes or no អញ្ចឹងយើងចុច yes ហើយបានបន្ទាប់មកវានឹង load បែបនេះអញ្ចឹងដោយសារខ្ញុំបានតេស្តរួចរាល់ហើយបានខ្ញុំបានមកប្រាប់អញ្ចឹងឥឡូវយើងធ្វើការ clear វាសិនអញ្ចឹងខ្ញុំឆែក pwd who am I hostname អូខេអញ្ចឹងយើងចូលបានជាមួយ server យើងជោគជ័យអញ្ចឹងបន្ទាប់មកគឺយើងត្រូវធ្វើ task ដែលលោកគ្រូគាត់បានដាក់ឲ្យអញ្ចឹងយើងធ្វើការបង្កើតបង្កើត file ដែលមានពី001ដល់0010យើងបង្កើតអូខេយើង ls មើលls ដល់ជាស្រ័យដោយសារ server វារៀង slow អូចឹងយើងបានបង្កើតតែ001មើលទេវេតចឹងឥឡូវយើងធ្វើការបង្កើតបន្តទៀតពីអូយើងច្រឡំពេកអូខេ
ចឹងយើងអត់ឡាមើលអូខេយើងមានពី001ដល់0010សម្រាប់00100នេះគឺខ្ញុំបានបង្កើតតេស្តទេអូខេចឹងជំហានបន្តទៀតគឺយើងបង្កើតជាមួយ nanotext file របស់យើងចឹងចាំតិចweb អូខេនេះសារខ្ញុំតេស្តមិញចឹងវាមានពាក្យនៅក្នុងហ្នឹងctext and you don't come learning okចឹងយើងចុច save មក enter ចឹងយើងអត់តអល់អូខេយើងឆែកមើលនៅក្នុង nano យើងសិនចុះសាកឆែកចេះអូខេចឹងយើងបានបង្កើតមិញតាមថាសលោកគ្រូគាត់ដាក់ឲ្យចឹងជំហានបន្តទៀតគឺយើង copy text cp text 001 02 ហើយអូខេចឹងយើងបានបង្កើតរួចរាល់ហើយយើងបាន copy file រួចរាល់ចាំតិចយើងឆែកមើលបន្ទាប់ដំបូងទៀតគឺយើងបង្កើត file មួយទៀតអូខេតមកយើងបង្កើតបន្តទៀតអូខេបន្តទៀតយើងនេះយើង extract វាហើយបន្តទៀតយើង create compress របស់វា
ok បន្តមកយើងextract ហើយយើង save វាយើងអត់ទាន់ install zip តែយើង create zip សិនណាយើងទៅអូខេទៅទៀតយើង unzip អូខេអញ្ចឹងហើយអស់ហើយសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឡើយខ្ញុំ clear សិនអូខេហើយយើងបញ្ជាក់ user យើងម្ដងទៀតអូខេអូខេអញ្ចឹងវីដេអូរបស់ខ្ញុំសម្រាប់verify ជាមួយ AWS ហ្នឹងគឺមានតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណលោកគ្រូ
Thank you.